កាលកន្លងទៅជាយូរលង់ព្រះពោធិសត្វបានកើតជាសេដ្ឋីម្នាក់ដែលមានទ្រព្យសម្បត្តិមហាសាលព្រមទាំងមានចំណេះវិជ្ជាការខាងទស្សន៍ទាយមើលពីអនាគតយ៉ាងឆុតប្រកបរស់នៅក្នុងក្រុងពារាណសីលោកម្ចាស់ដល់ពេលត្រូវចូលគាល់ព្រះរាជាហើយល្អហើយដែលឯងបានរំលឹកយើងវិសតែនឹងភ្លេចទៅហើយតោះឯងត្រូវទៅជាមួយយើងណាបាទលោកម្ចាស់នៅតាមផ្លូវទៅកាន់ព្រះបរមរាជវាំងលោកសេដ្ឋីក៏បានឃើញសាកសពកណ្ដុរមួយយ៉ាងធំនៅក្បែរកំផែងទើបពិចារណាទស្សន៍ទាយមើលបើនរណាបានយកសពកណ្ដុរនេះទៅធ្វើឲ្យកើតជាប្រយោជន៍បានអ្នកនោះនឹងបានសម្រេចជោគជ័យក្នុងមុខចំនួនជាមិនខានឡើយមីនុបបានឮសេដ្ឋីពោលដូច្នេះក៏គិតក្នុងចិត្តថាលោកសេដ្ឋីមិនដែលនិយាយលេងទេប្រកាសជាលោកមានអ្វីមួយយ៉ាងចង់ប្រាប់យើងហើយជំរាបសួរលោកតើត្រូវការចំណេញឆ្មាទេខ្ញុំមានសពកណ្ដុរមួយយ៉ាងធំបាទខ្ញុំត្រូវការបើអញ្ចឹងឯងលក់កណ្ដុរនឹងឲ្យមកខ្ញុំចុះខ្ញុំជូនឯង8កហបណៈបាទបងអញ្ចឹងខ្ញុំលក់ជូនបងចុះនៅតាមផ្លូវមីនុបក៏បានឃើញអ្នកភូមិកំពុងច្រូតស្មៅទាំងកណ្ដាលថ្ងៃក្តៅទើបយកប្រាក់ទៅទិញទឹកបានមួយក្អមមើលទៅបងស្រេកទឹកហើយមកនេះមកអញ្ជើញពិសាទឹកចុះខ្ញុំជូនណែគ្នាយើងមកនាំគ្នាផឹកទឹកសិនទៅមេឃកំពុងតែក្តៅផងណាមួយស្រេកទឹកខ្លាំងណាស់ដែរល្អណាស់ខ្ញុំសូមអរគុណដល់ប្អូនប្រុសដែលមានសមានចិត្តឲ្យទឹកពួកយើងផឹកយើងនឹងឲ្យស្មៅម្នាក់មួយបាច់ទៅឯងជាការតបស្នងបាទបងខ្ញុំសូមអរគុណបងខ្លាំងណាស់មីនុបបានស្មៅយ៉ាងច្រើនក៏គិតឃើញថានៅក្រៅក្រុងឯណោះមានឈ្មួញរទេះយ៉ាងច្រើនដែលមកពីទីឆ្ងាយជាច្រើនឆ្នាំកន្លងផុតទៅមីនុបក៏ចេះតែបែកគំនិតរឿងធ្វើចំនួនជួញដូររហូតដល់មានមាសប្រាក់យ៉ាងច្រើនហើយពេលដែលមីនុបមានមាសប្រាក់ច្រើនយ៉ាងនេះហើយទើបគេនឹកឃើញដល់ទំនាយរបស់លោកសេដ្ឋីកាលគ្រាមុននោះសូមគោរពលោកម្ចាស់ល្អហើយឯងមានការអីខ្ញុំបានមកនេះមានបំណងយកប្រាក់ពាក់កណ្ដាលរបស់ខ្ញុំជូនលោកម្ចាស់ហេតុអីបានជាឯងធ្វើដូច្នេះមីនុបក៏បានរៀបរាប់រឿងរ៉ាវទាំងប៉ុន្មានឲ្យសេដ្ឋីស្ដាប់ពីដំណើររឿងរបស់ខ្លួនសេដ្ឋីជ្រាបរឿងរ៉ាវទាំងអស់ក៏សប្បាយចិត្តមីនុបនេះគឺមនុស្សមានបញ្ញាស្មោះត្រង់និងមានកតញ្ញូជាបុគ្គលគួរឲ្យទុកចិត្តបានបើដូច្នេះយើងគិតថាឯងជាមនុស្សគួរឲ្យយើងទុកចិត្តបានយើងនឹងរៀបការកូនស្រីយើងឲ្យទៅឯងចុះបាទលោកម្ចាស់ខ្ញុំសូមអរគុណខ្លាំងណាស់ចំពោះការទុកចិត្តនេះក្រោយពីលើកនាងធីតាជាកូនស្រីឲ្យធ្វើជាភរិយាហើយលោកសេដ្ឋីក៏បានប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យគ្រប់គ្រងរួចហើយខ្លួនក៏ចេញសាងភ្នោះបាត់ទៅភាពស្មោះត្រង់និងការដឹងគុណចំពោះអ្នកដែលបានធ្វើល្អដល់យើងក្នុងគ្រាមុនតែងតែនាំមកនូវប្រយោជន៍យ៉ាងធំធេងជនមានបញ្ញាតែងតែតម្កល់ខ្លួនក្នុងភាពស្មោះត្រង់និងការដឹងគុណជានិច្ចហើយទោះបីជាគេមានទុនបន្តិចបន្តួចក៏អាចក្លាយជាអ្នកមានទ្រព្យធនបានដែរ